គឺជាទំនៀមទម្លាប់អ្នកភូមិរបស់ខ្ញុំកំឡុងពេលវេលាមួយកាលពីខ្ញុំនៅកុមារភាពពលគឺខ្ទង់អាយុ7ទៅ8ឆ្នាំប៉ុណ្ណោះវេលានោះអ្នកភូមិរបស់ខ្ញុំភាគច្រើនតែងតែមានសមាជិកក្នុងគ្រួសារទៅធ្វើការនៅប្រទេសជិតខាងអ្នកខ្លះទៅតិចឆ្នាំអ្នកខ្លះទៅច្រើនឆ្នាំទៅតាមបរិបទកន្លែងការងារហើយការងារដែលយូរឆ្នាំបំផុតនោះគឺជាការងារនៅតាមទូកឬកប៉ាល់នេសាទព្រោះទូកឬកប៉ាល់នេសាទទាំងនោះមិនងាយចុះចតនៅមាត់ច្រាំងនោះទេជាក់ស្ដែងការប្រស័យតាក់ទងសួរសុខទុក្ខគ្នាក៏មិនមានទូរស័ព្ទសម្រាប់ឆាតឬខលជាសំឡេងឬវីដេអូអ្វីឡើយពលបើសិនជាចង់តាក់ទងគ្នាគឺត្រូវទៅកាន់កន្លែងដែលមានជួរសេវាកម្មតាក់ទងទៅកាន់ប្រទេសក្រៅដើម្បីផ្ដល់នឹងកំណត់ពេលវេលាណាមួយដើម្បីអាចហៅទូរស័ព្ទនិងនិយាយគ្នាបានដោយឡែកការតាក់ទងគ្នាគឺមានតែសម្រាប់អ្នកដែលធ្វើការនៅលើគោកប៉ុណ្ណោះរីឯអ្នកធ្វើការនៅលើទឹកគឺមិនមានពេលវេលាបាននិយាយគ្នានោះទេអ្នកខ្លះក៏បានតាក់ទងមកផ្ទះនៅពេលដែលទូកចតច្រាំងអ្នកខ្លះក៏អត់ពេលខ្លះអត់រហូតដល់យូរឆ្នាំដល់ថ្នាក់បាត់ដំណឹងសូន្យឈឹងក៏មានដោយសារតែការបាត់ដំណឹងសូន្យឈឹងបែបនេះហើយទើបអ្នកផ្ទះរបស់ពួកគេត្រូវរកវិធីផ្សេងដើម្បីបានដឹងពីស្ថានភាពរបស់ពួកគេគឺតាមការប្រើប្រាស់មធ្យោបាយផ្លូវក្នុងវិធីនោះគឺការអន្តងព្រលឹងឬភាសាសាមញ្ញគេហៅថាការហៅព្រលឹងការធ្វើបែបនេះគឺដោយសារតែមានការសង្ស័យថាម្ចាស់ខ្លួនបានស្លាប់បាត់បង់ជីវិតដោយគ្មានដំណឹងហើយក៏ធ្វើឲ្យប្រកាសក្នុងចិត្តផងដែរថាពិតជាស្លាប់មែនឬអត់ដំណើរការនៃការធ្វើពិធីគឺគេត្រូវរៀបលំដាប់សម្រាប់គ្រូបញ្ជាន់រូបដូចជាទីអាសនៈដែលមានទៅដោយបាយសីទៀនធូបសំណែននិងមានអង្ករមួយចានឬមួយផ្តិលភ្លេងខ្មែរមួយឈុតព្រមទាំងមានក្មេងប្រុសស្រីចំនួន2រូបតំណាងឲ្យកុមារទេពហៅព្រលឹងនិងមានអ្នកចូលរួមច្រៀងនិងសួរនាំអំពីស្ថានភាពនៅពេលគ្រូចូលរួមខ្ញុំផ្ទាល់ក៏បានចូលរួមធ្វើជាកុមារទេពបានចំនួន2ដងផងដែរពេលនោះគេយកខ្ញុំទៅតែងខ្លួនស្លៀកក្បិនចងសក់កំប៉ោចទៅលើនិងយកក្រែបមកគូលើមុខលើចិញ្ចើមព្រមទាំងលាបបបោមាត់មើលទៅដូចជាទូកកំ pl ែងអញ្ចឹងការបញ្ជាន់រូបគឺដំណើរការដែលមានគ្រូបញ្ជាន់រូបបានរៀបចំឆ្អឹងមនុស្សប៉ុន្មានចម្រៀតចងរុំជាមួយនឹងអំបោះសីមានិងរុំជាមួយនឹងក្រដាសយ័ន្តពណ៌សមួយតាំងទៀតដំណើរការនៃការបញ្ជាន់រូបក៏បានចាប់ផ្ដើមគ្រូបញ្ជាន់រូបផ្ទាល់ក៏បានអង្គុយបត់ជើងដៃកាន់ផ្តិលអង្ករដោយមានដបទៀនចំនួន3ដុំនៅក្នុងផ្តិលអង្ករហើយសមាធិដែលមានអ្នកភ្លេងលេងបញ្ជាន់រូបអមជាមួយស្របពេលដែលខ្ញុំជាកុមារទេពក៏ត្រូវរំរែកអមជាមួយដូចគ្នាដោយរំវិលជុំដៃកាន់ស្រទាប់ផ្កាបាចទៅលើដីរំបណ្ដើបាចបណ្ដើរហូតដល់គ្រូចូលពិតប្រាកដការដែលយើងអាចដឹងថាមានអ្នកចូលរូបនោះគឺគ្រូបញ្ជាន់រូបមានសភាពញ័រញាក់ដៃកាន់ផ្តិលអង្ករសឹងមិនជាប់ញ័ររហូតដល់អង្ករកំពប់ចេញពីផ្តិលរហូតដល់ដំណាក់កាលចុងក្រោយគឺគប់ផ្តិលអង្ករចោលតែម្ដងហើយដំណាក់កាលនេះហើយជាពេលវេលាដែលគ្រូបញ្ជាន់រូបមានគ្រូចូល 100% ហើយក្រោយពីដឹងថាមានគ្រូចូលហើយក្រុមគ្រួសារក៏ដូចជាអ្នកភូមិក៏ចាប់ផ្ដើមសំណេះសំណាលសួរនាំដោយមុននឹងទទួលបានចម្លើយគឺពួកគេតែងតែមានរបស់សម្រាប់គ្រូពិសា
ដូចជាបារីស្លាមលូជាដើមការសួរនាំទៀតសោតក៏មិនងាយស្រួលទេតម្រុំបានចម្លើយម្ដងគឺមានសភាពពិបាកខ្លាំងណាស់ពោលគឺគ្រូចូលរូបចេះតែចង់បាននេះចេះតែចង់បាននោះមិនឈប់មិនឈរតែក្រុមគ្រួសារនិងអ្នកភូមិនៅតែបន្តផ្ដល់ឲ្យជារឿយរហូតបានចម្លើយម្ដងបន្តិចនិយាយទៅគឺតឹងទ្រូងខ្លាំងណាស់ទោះបីជាយ៉ាងណាក្រុមគ្រួសារនិងអ្នកភូមិនៅតែមានសំណួរចុងក្រោយសម្រាប់សួរគឺសួរថាតើអ្នកដែលបាត់ដំណឹងនោះនៅរស់ឬស្លាប់បាត់ហើយចម្លើយនោះគឺស្ថិតនៅលើឆ្អឹងដែលរុំនឹងអំបោះសីមាព្រមទាំងក្រដាស់យ័ន្តនោះឯងបើសិនជានៅពេលដែលយើងបើកក្រដាស់យ័ន្តមកហើយឃើញថាអំបោះសីមាមិនមានដាច់ចេញពីគ្នានោះបានន័យថានៅរស់ទេតែបើអំបោះសីមាបានដាច់ចេញពីគ្នាបានន័យថាមនុស្សនោះបានស្លាប់បាត់ហើយទោះបីជាយ៉ាងណាយើងមិនដឹងច្បាស់ថាវាស័ក្តិសិទ្ធិឬក៏អត់នោះទេតែព្រោះតែជំនឿតែប៉ុណ្ណោះតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះជំនឿបែបនេះអរគុណសម្រាប់ការតាមដានសម្ដាប់តាំងពីដើមរហូតដល់ចប់